ថាការបើករបាំងមុខនៃទិវា7មករាអង្គការលើប្រឡាយពូជសាសន៍វៀតណាមយួនហាណូយនៅកម្ពុជាខ្ញុំបាទសូមជម្រាបជូនដូចតទៅបាទមេបនប្រឡាយពូជសាសន៍វៀតណាមយួនហាណូយបានបន្តវគ្គសម្រាប់ខ្មែរម្ចាស់នគរដែលមានរយៈពេល44ឆ្នាំមកហើយចាប់តាំងពីឆ្នាំ1970នោះមកអង្គការលើយួនហាណូយបានសម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ម្ដងពីរ3នាក់នៅតាមជ័យដែនខ្មែរយួនដោយសម្ងាត់ជាទីបំផុតដោយគ្រាន់តែប្រើភាសាចោទប្រកាន់ថានាយទុនសក្តិភូមិអង្គការលើសុំស្នើបញ្ជូនទៅរៀនសូត្ររហូតគ្មានថ្ងៃវិលត្រឡប់រួមទាំងក្រុមខ្មែរក្រហមពិតប្រាកដមួយចំនួនទៀតក៏ត្រូវបានអង្គការលើយួនហាណូយសុំស្នើបញ្ជូនទៅរៀនសូត្ររហូតគ្មានថ្ងៃវិលត្រឡប់ដូចគ្នានោះដែរដែលហៅថាខ្មែរកុម្មុយនីសឬខ្មែរក្រហមពិតប្រាកដនោះគឺសុទ្ធសឹងកើតចេញពីគំនិតស្អាតស្អំរបស់យុវនិស្សិតបញ្ញវន្តគ្រូបង្រៀនសាស្ត្រាចារ្យពិតប្រាកដដែលមានបំណងបំបត្តិនៅអង្គើជិះជាន់ពុករលួយនាយទុនសក្តិភូមិបកពួកក្រុមនិយមប៉ុណ្ណោះគឺមិនមែនមានគំនិតបង្កើតក្រុមខ្មែរកុម្មុយនីសឬខ្មែរក្រហមនេះក្នុងគោលដៅសម្រាប់ខ្មែរផ្ដាច់ពូជជាតិសាសន៍របស់ខ្លួនឯងនោះឡើយសូមជម្រាបផងដែរថាកម្ពុជាក្រោយពីបានទាមទារឯករាជ្យពីបារាំងក្នុងឆ្នាំ1953មកនោះមេដឹកនាំយួនហាណូយបានរៀបចំផែនការលេបត្របាក់កម្ពុជាត្រួតត្រាម្ដងវិញកម្ពុជាបានទទួលឯករាជ្យពីឆ្នាំ1953ដល់ឆ្នាំ1960គឺអព្យាក្រឹតបរិសុទ្ធនៅថ្ងៃទី20ខែធ្នូឆ្នាំ1960សម្ដេចនរោត្តមសីហនុបានអនុញ្ញាតឲ្យកងទ័ពយួនយេកុងវៀតណាមហាណូយចូលតាំងមូលដ្ឋានក្នុងទឹកដីខ្មែរដោយប្រើកំពង់ផែកំពង់សោមដឹកជញ្ជូនស្បៀងអាហារថ្នាំពេទ្យជាដើមឡាក់ឆ្នាំ1962ខ្មែរបានឯកភាពគ្នាទាមទារប្រាសាទព្រះវិហារពីសៀមវិញដោយការសម្រេចក្តីពីតុលាការឯករាជ្យអន្តរជាតិនៅទីក្រុងឡាអេប្រទេសហូឡង់ឆ្នាំ1962ដដែលសម្ដេចនរោត្តមសីហនុបានអនុញ្ញាតឲ្យកងទ័ពយួនជាកុងវៀតណាមហាណូយដឹកជញ្ជូនគ្រឿងសព្វាវុធកាត់តាមប្រទេសខ្មែរតាមផ្លូវលំហូជីមិញដែលមានចម្ងាយប្រវែង 3000 គីឡូម៉ែត្រនៃភូមិភាគឦសានក្នុងទឹកដីខ្មែរក្នុងឆ្នាំ1962ដដែលសាឡុតសបានជ្រៀតចូលបង្កប់ក្នុងគណៈកម្មាធិការកណ្ដាលនៃបកកុម្មុយនីសយួនហាណូយដែលជាក្បាលម៉ាស៊ីនដឹកមុខនោះរួចបានសម្លាប់ទូសមុទ្រដែលជាអ្នកស្មោះស្ម័គ្រកាប់មុខបម្រើនយោបាយយួនក្រុងហាណូយឈ្លានពានកម្ពុជាដោយជាសមមិត្តហ៊ុនសែនបម្រើនយោបាយរបស់គណៈបកប្រជាជនកម្ពុជាជំនួសមុខអង្គការលើយួនហាណូយក្នុងបច្ចុប្បន្នភាពនេះដូចគ្នានោះដែរក្នុងឆ្នាំ1964សម្ដេចនរោត្តមសីហនុបានផ្ដាច់ចំណងការទូតជាមួយសហរដ្ឋអាមេរិកឆ្នាំ1967អ្នកមនាងមនិចបានអនុញ្ញាតឲ្យបើកកាស៊ីណូដើម្បីដោះស្រាយអនុភាពសេដ្ឋកិច្ចនៅកម្ពុជាបណ្ដាលមកពីសម្ដេចនរោត្តមសីហនុបានផ្ដល់ស្បៀងអាហារថ្នាំពេទ្យជួយកងទ័ពយួនយេកុងវៀតណាមហាណូយដែលមានមូលដ្ឋានក្នុងទឹកដីខ្មែរយ៉ាងសន្ធឹកសន្ធាប់និងបានផ្ដល់ទីជម្រកសម្រាប់កងទ័ពយួនហាណូយដែលបានគេចខ្លួនពីសំណាក់យន្តហោះចម្បាំងនៃសហរដ្ឋអាមេរិកដេញតាមទម្លាក់គ្រាប់កំទេចនោះហេតុនេះយួនហាណូយត្រូវដឹងគុណខ្មែរសាឡុតសដោយបានយល់ស្ដីពីឧបាយកលពឹសពុលរបស់យួនក្រុងហាណូយសាឡុតសបានងាកទៅចងសម្ព័ន្ធមិត្តជាមួយចិនប៉េកាំងដើម្បីប្រឆាំងនឹងយួនក្រុងហាណូយវិញសាឡុតសបានគេចចេញពីក្រុមយួនហាណូយចាប់តាំងពីឆ្នាំ1962នោះមកម្លេះឆ្នាំ1969សម្ដេចនរោត្តមសីហនុបានបណ្ដេញគណៈកម្មាធិការនៃអង្គការសហប្រជាជាតិត្រួតពិនិត្យព្រំដែនខ្មែរយួននិងខ្មែរសៀមចុងខែមករាឆ្នាំ1970ឧត្តមសេនីយ៍លន់នល់ចាប់បានថ្នាំពេទ្យជាច្រើនតោនរួមទាំងមាស500គីឡូក្រាមនិងក្រដាសប្រាក់រៀលជាច្រើនបាច់ទៀតផងនៅអាកាសយានដ្ឋានពោធិ៍ចិនតុងក្រោយមកសម្ដេចនរោត្តមសីហនុបានបញ្ជាឧត្តមសេនីយ៍លន់នល់ឲ្យប្រគល់របស់ដែលចាប់បានត្រូវបញ្ជូនឲ្យទៅយួនយេកុងវៀតណាមហាណូយវិញព្រឹត្តិការណ៍ខាងលើនេះ
បានបណ្ដាលឲ្យមន្ត្រីរាជការប៉ូលីសទាហាន PM យុវនិស្សិតគ្រូបង្រៀនសាស្ត្រាចារ្យបញ្ញវន្តព្រះសង្ឃបានក្រោកឈរឡើងផ្ដួលរំលំរបបរាជានិយមនៅថ្ងៃទី18មីនា1970របបថ្មីមួយបានកើតឡើងមានឈ្មោះហៅថារបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកសេនាប្រមុខលន់ នល់ដែលមានសហរដ្ឋអាមេរិកជាអ្នកគាំទ្រនោះក្រោយពីរបបរាជានិយមត្រូវបានដួលរលំទៅសម្ដេចនរោត្តមសីហនុបានភៀសព្រះកាយទៅកាន់ទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនព្រះអង្គបានស្រែកអំពាវនាវឲ្យកូនចៅរាជខ្មែររត់ចូលព្រៃម៉ាគីដើម្បីបង្កើតចលនាបដិវត្តន៍តស៊ូប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរលន់ នល់ដែលមានសហរដ្ឋអាមេរិកជាអ្នកគាំទ្រផងទៀតចលនាបដិវត្តន៍សីហនុនិយមបានកើនចំនួនច្រើនរាប់ម៉ឺននាក់ជាពិសេសគឺប្រជាកសិករភាគច្រើនសម្ដេចនរោត្តមសីហនុបានប្រគល់ខ្មែរសីហនុនិយមរបស់ព្រះអង្គរាប់ម៉ឺននាក់ឲ្យស្ថិតក្រោមបញ្ជាការនៃពួកបនយួនជាកុងវៀតណាមហាណូយបង្វឹកទាំងអស់ទាំងការវឹកវើក្បួនយុទ្ធសាស្ត្រទាំងការអប់រំនយោបាយលៀងខួរក្បាលដោយបំពាក់បំពន់ស្មារតីលើកកម្ពស់វណ្ណៈអធនត្រូវមានវីរភាពក្លាហានអង្អាចត្រូវបដិញ្ញាវាយកំទេចពួកចក្រពត្តិអាមេរិកនិងបនបរិវារលន់ នល់ដូចជានាយទុនជីជាន់សក្តិភូមិនិងអ្នកសេរីនិយមក៏ត្រូវចាត់ទុកថាជាខ្មាំងប្រឆាំងបដិវត្តន៍ខ្មាំងប្រឆាំងអង្គការលើនោះដែរគឺត្រូវកំទេចចោលជាដាច់ខាតចាប់ពីពេលនោះមកមេបនវៀតទីនិយមប្រឡាយពូជសាសន៍វៀតណាមយួនហាណូយបានឆក់យកឱកាសដ៏កម្រមានបែបនេះបានបំពុលកូនខ្មែរមួយចំនួនដែលមិនដឹងមិនយល់អ្វីសោះនោះក្នុងការខ្ចីដៃកូនខ្មែរសម្រាប់ខ្មែរចាប់ពីក្រោយថ្ងៃ18មីនា1970រហូតរៀងមកយួនហាណូយបានឈប់លបលួចសម្រាប់ខ្មែរដោយផ្ទាល់ដៃទៀតហើយចាប់ពីពេលនោះផងដែរក្រុមខ្មែរសីហនុនិយមដែលបានរត់ចូលព្រៃម៉ាគីតាមការអំពាវនាវរបស់សម្ដេចឪសីហនុនោះគឺក្នុងគោលបំណងគាំទ្រដោយក្តីស្រឡាញ់គោរពព្រះអង្គនឹងត្រូវតែយាងសម្ដេចឪវិលចូលកម្ពុជាដើម្បីសោយរាជ្យគ្រប់គ្រងប្រទេសវិញគឺមិនមែនមានខ្មែរណាម្នាក់ដែលស្រឡាញ់ចូលចិត្តយួនហាណូយនោះឡើយដែលជាសត្វឆ្លើងបឺតជញ្ជក់សេដ្ឋកិច្ចខ្មែរនិងជាសត្រូវប្រវត្តិសាស្ត្របានលបលួចសម្លាប់ខ្មែរប្លន់ទឹកដីសម្បត្តិធម្មជាតិរបស់ខ្មែរតាំងតែពីចំនួនដូនតាយើងមកម្លេះនោះទេប៉ុន្តែក្រុមកូនខ្មែរអស់ទាំងនោះដែលមិនដឹងមិនយល់សោះនោះបានឈានជើងធ្លាក់ចូលក្នុងអន្តរនយោបាយនៃឧបាយកលពឹសពុលរបស់មេបនប្រឡាយពូជសាសន៍យួនហាណូយដោយឥតដឹងខ្លួនសោះឡើយកងទ័ពខ្មែរសីហនុនិយមដែលបានរត់ចូលព្រៃម៉ាគីនិងស្ថិតក្រោមការបង្គាប់បញ្ជារបស់អង្គការលើយួនហាណូយនោះត្រូវបានដាក់ឈ្មោះហៅថាខ្មែររណសេឬខ្មែររំដោះដែលមានឯកសណ្ឋានខោអាវខ្មៅក្រមារំកដូចគ្នានឹងក្រុមខ្មែរកុម្មុយនីសឬខ្មែរក្រហមដែលបានបង្កើតចេញពីទឹកចិត្តនៃក្រុមយុវនិស្សិតបញ្ញវន្តគ្រូបង្រៀនសាស្ត្រាចារ្យពិតប្រាកដដែលមានគ្នាតិចតួចបំផុតគឺមិនមានចំនួនច្រើនរាប់ម៉ឺននាក់ដោយខ្មែរសីហនុនិយមដែលបានរត់ចូលព្រៃម៉ាគីនិងបានផុសចេញពីការស្រឡាញ់គោរពដោយខ្វះការពិចារណានោះឡើយថ្ងៃទី24ខែមេសាឆ្នាំ1970សម្ដេចនរោត្តមសីហនុបានធ្វើការចរចាជាមួយចិនប៉េកាំងនិងយួនក្រុងហាណូយដើម្បីសុំជំនួយកងទ័ពយួនហាណូយពីរកងពលធំដើម្បីវាយយកអំណាចពីលន់ នល់ដែលមានសហរដ្ឋអាមេរិកគាំទ្រពីក្រោយនោះនិងសុំចិនប៉េកាំងជួយគាំទ្រផ្នែកគ្រឿងសព្វាវុធបន្ទាប់មកមេដឹកនាំយួនហាណូយពីររូបម្នាក់ឈ្មោះយ៉យ៉ាងយ៉ាប់និងម្នាក់ទៀតឈ្មោះផាំប៉ាន់ដុងដែលជាអ្នករៀបចំផែនការនយោបាយនៃយុទ្ធសាស្ត្រច្រេះស៊ីដែកក្នុងការខ្ចីដៃកូនខ្មែរសម្រាប់ខ្មែរចាប់ពីពេលនោះមកចិនប៉េកាំងបានផ្ដល់គ្រឿងសព្វាវុធជួយកងទ័ពយួនយេកុងនិងក្រុមខ្មែររណសេឬខ្មែររំដោះដែលស្ថិតក្រោមបញ្ជារបស់អង្គការលើយួនហាណូយទាំងស្រុងចំណែកកងទ័ពខ្មែរកុម្មុយនីសឬខ្មែរក្រហមវិញគឺមិនមានគ្នាច្រើននឹងអាវុធទំនើបនោះទេចុងឆ្នាំ1970និងដើមឆ្នាំ1971អង្គការលើយួនហាណូយបានរៀបចំផែនការបំបែកក្រុមខ្មែររណសេឬខ្មែររំដោះដែលជាក្រុមខ្មែរសីហនុនិយម
ជាច្រើនក្រុមជាច្រើនកងដើម្បីស្រួលងាយក្នុងការក្តោបក្តាប់ជ្រើសរើសយកកងណាក្រុមណាខ្លះដែលមេដឹកនាំយួនហាណូយត្រូវចាត់ទុកជាក្រុមពិសេសនិងជាឧបករណ៍ក្នុងការបញ្ជាប្រើប្រាស់យុទ្ធសាស្ត្រច្រេះស៊ីដែកក្នុងការខ្ចីដៃកូនខ្មែរសម្រាប់ខ្មែរដូចជាកងពិសេសលេខ911ដែលជាក្រុមមនុស្សពលថ្នាំញៀននិងក្រុមអ្នកទោសយួនបានបញ្ជូនពីហាណូយនិងក្រុមអ្នកទោសមួយចំនួនទៀតដែលត្រូវបានបញ្ចេញពីគុកព្រៃសររួមទាំងក្រុមចារកិច្ចយួនហាណូយបង្កប់ពាក់ឯកសណ្ឋានខ្លែងភេទជាយោធាខ្មែរដែលស្ថិតក្រោមមេបញ្ជាការចាបភក្តីនិងយួនហាណូយរដ្ឋស្រៀងជាអ្នកបញ្ជាផ្ទាល់បានដេញបាញ់វីរៈបាតកោខ្មែរវីរៈសង្ឃកាលពីថ្ងៃទី3មករា2014នៅតាមបណ្ដោយផ្លូវវែងស្រេងបណ្ដាលឲ្យស្លាប់និងរងរបួសជាច្រើនអ្នកក្នុងការលះបង់កម្រិតខ្ពស់នៃការទាមទារសិទ្ធិសេរីភាពសង្គ្រោះជីវិតសង្គ្រោះជាតិខ្មែរក្នុងបុព្វហេតុដ៏ត្រឹមត្រូវខ្ពស់បំផុតហេតុការណ៍ទាំងអស់នេះគឺមកពីការស្រឡាញ់ងប់ងល់ជ្រុលខ្វះការពិចារណាព្រះពុទ្ធអង្គព្រះជាម្ចាស់បានព្រានប្រដៅចំពោះមនុស្សគ្រប់រូបថាបើពិចារណាខុសគឺអនុវត្តមិនត្រូវនិងពិតជាត្រូវបានទទួលផលអាក្រក់ប្រជាពលរដ្ឋខ្មែរបានស្លាប់រាប់លានអ្នកប្រទេសជាតិអន្តរាយរហូតសពថ្ងៃនេះអង្គការលើយួនហាណូយបានជ្រើសរើសយកក្រុមពិសេសរៀនធ្វើពេជ្ឈឃាតសម្រាប់ខ្មែរគឺបាននាំយកក្មេងប្រុសដែលមានអាយុក្រោម18ឆ្នាំក្មេងឈាមរាវឲ្យចេះសម្រាប់ខ្មែរជាតិសាសន៍ខ្លួនឯងដោយប្រើភាសាថាត្រូវកំទេចខ្មាំងប្រឆាំងបដិវត្តខ្មាំងប្រឆាំងអង្គការលើនិងត្រូវផ្ដាច់មនោសញ្ចេតនាគ្មានស្នេហាគ្មានសាច់ញាតិឪពុកម្ដាយជាធំនោះឡើយគឺមានតែអង្គការមួយគត់ជាម្ចាស់អតិទេពរបស់ខ្លួននោះទោះបីឪពុកម្ដាយក៏ត្រូវតែកំទេចខ្មាំងក្នុងខ្លួនរបស់ពួកគេចោលនោះដែរក្រុមខ្មែរសីហនុនិយមដែលត្រូវបានរហស្សនាមហៅថាខ្មែររណសេរីឬខ្មែររំដោះនោះអង្គការលើយួនហាណូយមិនប្រើឈ្មោះហៅថាខ្មែរកុម្មុយនីសឬខ្មែរក្រហមនោះទេព្រោះយួនហាណូយត្រូវប្រើចិត្តសាស្ត្រសម្របសម្រួលទៅតាមទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរដែលមិនចូលចិត្តស្រឡាញ់កុម្មុយនីសឬក្រហមនោះឡើយ